សូមស្វាគមន៍មកកាន់គេហទំព័រ khmermit.com ចឹងថ្ងៃនេះយើងយកប្រព័ន្ធតែ3ដែលបានសិក្សាទាក់ទង if or និង and យើងយកមក combine ចូលគ្នាតែម្ដងក្នុងការគណនារកbonus ឬការទៅប្រាក់រង្វាន់នឹងដែរគ្រាន់ថាលក្ខខណ្ឌនេះគឺវាថែមមួយលក្ខខណ្ឌទៀតបានន័យថាថ្នាក់ដឹកនាំគាត់ថាឲ្យតែបន្ទុកធំជាង3ហើយរយៈពេលធ្វើការនឹងធំជាងឬស្មើ10ឆ្នាំហើយចឹងឲ្យតែបន្ទុកធំជាង3ឬក៏បើបន្ទុកមិនបានធំជាង3ទេឲ្យតែលែងសវិសធំជាង10ឆ្នាំហើយនិយាយលក្ខណៈធ្វើការជា full time គាត់ត្រូវបានចឹងមកន័យថាបន្ទុកធំជាង3ចាប់ពី3ចុចបន្តិចឡើងទៅគឺដឹងថាបានអូតូម៉ាទិកហើយមួយទៀតបើសិនជាមិនបានអញ្ចឹងទេឲ្យតែជួបលក្ខខណ្ឌថាលែងអូសវិសធំជាង10ឆ្នាំធំជាងស្មើ10ឆ្នាំហើយការងាររបស់គាត់លក្ខខណ្ឌការងាររបស់គាត់នឹងជាការងារ full time គាត់នឹងទទួលបានbonus $100ខុសពីហ្នឹងគឺអត់បានអញ្ចឹងយើងត្រូវសេមិននៅកន្លែងនេះអញ្ចឹងពេលដែលយើងយល់ criteria ហើយយើងអាចទៅសេបានអញ្ចឹងអញ្ចឹង or ណាទី1លក្ខខណ្ឌរបស់គាត់ទៅដាក់ or បើសិនជា job rating នេះធំជាង3បន្តមកយ៉ាងម៉េចអញ្ចឹងកន្លែងនេះរយៈពេលធ្វើការធំជាងឬស្មើ10ឆ្នាំហើយអញ្ចឹងយើងត្រូវដាក់ n លក្ខខណ្ឌនោះថាតើតែបើសិនជាអត់បានដល់ខុសពីលក្ខខណ្ឌទី1នេះអានេះលក្ខខណ្ឌ2ក្រោយនេះគឺត្រូវតែពិតទាំងពីរអញ្ចឹងបានន័យថារយៈពេលធ្វើការរបស់គាត់ធំជាងឬស្មើ10ឆ្នាំមួយទៀត status job លក្ខខណ្ឌការងាររបស់គាត់គឺជាលក្ខខណ្ឌ full time យើងអាចទៅសេយ៉ាងមក full time ណាតើមកបាត់វងចោលវិញអញ្ចឹងបើសិនជាជួបលក្ខខណ្ឌបាត់វងចោលមក n យើងបាត់លក្ខវងចោលទៀតគឺលក្ខខណ្ឌ or អញ្ចឹងបានថាមកប្រឡោះនេះជា logical ទី1របស់ or មកប្រឡោះនេះមកសំណុំ n នេះជា logical ទី2របស់ or អញ្ចឹងបើសិនជាធំជាង3ហើយនៅក្នុងនោះអញ្ចឹង n ហ្នឹងលក្ខខណ្ឌ n ហ្នឹងបានថាទាល់តែ logical ទី2ទាល់តែអីគេលក្ខខណ្ឌការងារធំជាងឬស្មើ10ឆ្នាំ status ការងាររបស់គាត់ជាការងារប្រភេទ full time អញ្ចឹងទៅបានbonus $100បើខុសពីហ្នឹងទាល់តែបន្ទុកនឹងធំជាង3ដាច់ហ្មងទៅបានណាអញ្ចឹងបើសិនជាករណីនឹង return តម្លៃ true វាត្រូវបាន bonus $100ខុសពីហ្នឹងគេថា value is false វាត្រូវបាន0ណាអញ្ចឹងឡើងនេះគឺបានអញ្ចឹងលក្ខខណ្ឌនេះអត់បានទេដោយសារអីបន្ទុកគាត់បានតែ3ទេអត់ធំជាង3ទេគេអត់បានទេអញ្ចឹងហើយលក្ខខណ្ឌការងារក៏គាត់ជាប្រភេទធ្វើការទៅបានតែ7ឆ្នាំនេះហើយប្រភេទធ្វើការលក្ខណៈប្រចាំម៉ោងធ្វើការប្រចាំម៉ោងអត់ជួលជាម៉ោង part time ទេគិតម៉ោងទេអត់ full time ទេអញ្ចឹងគាត់បានតែប៉ុណ្្នឹងទេbonusគឺអត់បានទេបានតែថ្លៃពីប្រាក់ប្រចាំម៉ោងប្រាក់bonusគឺអត់ទទួលបានអញ្ចឹងនេះជាការសម្រេចចិត្តដែលយើងចង់ដាក់អញ្ចឹងយើងអាចថែម criteria ផ្សេងទៀតបានតែក្រៅអំពីនេះបើសិនជាយើងមានលក្ខខណ្ឌអីផ្សេងនេះយើងអាចបើ insert បញ្ចូលហ្នឹងហើយយើងវិភាគ criteria បានអញ្ចឹងយើងអាចទៅសេថាទៅប្រើ if and ឬ or ហ្នឹងបញ្ចូលគ្នាយ៉ាងម៉េចនេះគឺគ្រាន់តែជា concept តូចមួយដែលយើងអាចយកមកអនុវត្តក្នុងការងារយើងពេលដែលយើងយល់ច្បាស់ដំបូងយល់ច្បាស់ពីអនុគមពីរហ្នឹងហើយយើងអាចយកទៅធ្វើការងារដែលមានលក្ខណៈ complicate ជាងនេះបានបាទសូមអរគុណ